ពងតែឈរសុកហ្នឹងមានការងឿឆ្ងល់ជាខ្លាំងតែម្ដងក៏បានលោតចូលនៅក្នុងខួរក្បាលរបស់យើងហើយនៅពេលដែលងឿឆ្ងល់បាត់នេះយើងក៏គួយឈរគិតថាចុំអញគូធ្វើអត់ណាហើយបន្ថយមកក្តារឬក៏មិនបន្ថយហើយក៏បានឈរមកទទួលមកក៏បានដាច់ចិត្តថានឹងដើរស្វែងរកទឹកណាដែលមានតម្លៃថោកមែនទែនតែម្ដងហើយថោកអស់ត្រឹម500ខ្ញុំនឹងដើររកទឹកមួយទៀតដែលថោកមែនទែនតែម្ដងលើសពី500ទៀតរូបហើយមិនស្មើ500តែម្ដងថោកយកមិនមែនតែម្ដងចង់ដឹងថាខ្ញុំនឹងអាចដើររកទឹកដែលមានតម្លៃថោកមែនតែម្ដងដើរអាចដើររកបានដើរឬអត់ដល់ទាំងអ្នកទាំងអស់ហ្នឹងទៅតាមដានជាមួយនឹងខ្ញុំក៏បន្តបេសកកម្មដើម្បីដើររកទឹកដែលមានតម្លៃថោកយកតែមែនតែម្ដងហើយយើងក៏បានរត់ឲ្យលឿនដើម្បីឲ្យទាន់ទឹកអញ្ចឹងយើងក៏រត់បានមកដល់កន្លែងអ្នកលូនៅពេលដើរមកដល់កន្លែងអ្នកលូហ្នឹងយើងក៏បានដើរទៅកន្លែងទូទឹកកកដើម្បីដើររកទឹកដែលមានតម្លៃថោកយកតែមែនតែម្ដងយើងក៏បានបាក់ទូក្រាស់នៅពេលដែលបាក់ទូក្រាស់ហ្នឹងយើងក៏ឃើញវីតានឹងទឹកពោកាលីស្វេកអ៊ីឡំដៃយល់ពោកាលីស្វេកហើយយើងក៏ឃើញទឹក500យើងអត់តកាយើងក៏បានដើរមកខាងទៀតនៅពេលដែលដើរមកខាងទៀតអញ្ចឹងយើងក៏បានមើលទៅជុំទុកឡាក្រុងធំមកខុសកន្លែងហ្នឹងប្រូនៅពេលដែលមកខុសកន្លែងអញ្ចឹងយើងក៏បានគួយគាត់ចុយមកទឹកនោះណាទឹកណាមានលូតនៅថោកបំផុតណាអស់ហើយត្រឹម500ហ្នឹងគាត់មកទទួលធំនៅពេលដែលគាត់ឲ្យរົບដៃរົບជើងរົបដៃរົບជើងអញ្ចឹងនៅពេលដែលរົບដៃរច្ជើងហើយមិនអស់ចិត្តហើយរោដៃហ្នឹងដាក់លើខ្មៅខ្លួនឯងនៅពេលលោកតាមម្ដងនៅពេលដែលលោតហើយអញ្ចឹងរົບដៃរົບជើងនេះនៅពេលរົបដៃរົບជើងហើយឈរគិតម្ដងចំទឹកណាដែលមានតម្លៃថោកអស់ហើយត្រឹម500ហ្នឹងបើថាទឹកថោកលើហ្នឹងទៀតជុំរស់ណាបាននៅពេលដែលឈរគិតប្រហែលជា10000 20000នាទីហ្នឹងនៅពេលដែលឈរគិតហើយនៅឃើញក៏បានដាក់មេប្រុយទៅ100តែម្ដងអូចាំអញផងអាទឹកថោកបំផុតនៅពេលដែលដើរដល់កន្លែងទឹកថោកបំផុតរបស់យើងហ្នឹងទីបំផុតយើងបានរកទឹកគឺជាទឹកដែលមានតម្លៃថោកយកតែមែនតែម្ដងអស់ហើយថោកទុំហ្នឹងហើយទឹកហ្នឹងមែនតែតែម្ដងហ្នឹងដួសទឹកដែលមានតម្លៃថោកហ្នឹងយកមកផឹកចង់ដឹងថាវាមានរសជាតិយ៉ាងណាដែររសជាតិដូចតែគ្នាឌីតែខ្នោចទឹក500ក៏រសជាតិចឹងទឹកហើយពីងក៏រសជាតិចឹងព្រោះតែទឹកហើយ500គេរៀងកលិចទឹកពីងបន្តិចសកម្មដែលដើររត់ទឹកដែលមានតម្លៃថោករបស់យើងហ្នឹងគឺត្រូវបានទទួលបានជ័យជំនះហើយនេះបើសិនជាអ្នកនរគ្នាមើលវីដេអូនេះហើយជួយចុច Subscribe ឬ Follow ហើយ Page ម្នាក់មួយផងសូមអរគុណពងទា